มาสการថ្វាយគុំលោកម្ចាស់គ្រប់ព្រះអង្គថ្ងៃនេះយើងនៅវត្តមីក្រូធវ័នក្រតឹងលោកមានរៀបចំកម្មវិធីប្រារព្ធនិងនឹកគុណដល់នេះពីប្រតិបត្តិហ្នឹងហើយអ្នកប្រាជ្ញសម័យដើមលោកបានប្រែមករៀបចំពីប្រតិបត្តិនេះក៏ជាថ្ងៃគម្រប់ខួបពីប្រតិបត្តិហើយយើងបានរៀបចំកម្មវិធីណាបង្ហាញជំវត្តហើយនេះក៏ជារូបតំណាងជំនុំប្រតិបត្តិសម្រាប់ជួនណារៀបចំក្បួននឹងហាយទេណាប៉ុន្តែឥឡូវលោកកំពុងទេសនាយើងរៀបចំបណ្ដាបណ្ដាចាំពីលោកទេសនាហើយយើងរៀបចំបោះហើយឲ្យបានស្អាតមានក្បួនមកជើងនឹងរថយន្តឡានហងហើយរៀបចំនៅមុខព្រះវិហារនឹងឲ្យរងចាំប្រហែលជា20នាទីទៀតទីបនសូត្រត្រត្រៃបិដកនិងរំលឹកគុណក្រុមជំនុំត្រៃបិដកវត្តគ្រប់ប្រវត្តិពលតឹងហើយនៅពេលដែលទេសនាចប់ហើយចប់យើងមានកម្មវិធីអានគម្ពីរត្រៃបិដកនៅទីនេះញាតិញោមមើលឃើញទេទីលានព្រះត្រៃរតនចេតិយនេះយើងយកមកអានគម្ពីរត្រៃបិដកក្នុងថ្ងៃនេះគេរៀបចំតុកហើយដាក់បិដកនៅលើហ្នឹងទៅហើយយើងអានអ្នកដែលនឿយណាយចំពោះបញ្ញខណ្ឌនឿយណាយចំពោះសង្សារវដ្តហើយវាមានញាណមួយចូលទៅដឹងវាមានសេចក្តីសង្វេគចំពោះអបាយកទុកហ្នឹងគឺស្វះស្វែងរកផ្លូវដើម្បីចេញបន្តែដល់ទៅយើងរកផ្លូវណារាល់ថ្ងៃហ្នឹងបាទអត់មានទេព្រះត្រៃរតនចេតិយព្រះមហាពោធិព្រឹក្សអត់មានបានអីមិនមានបើអត់មានខែទីអត់មានអ្វីត្រូវតាមតែការដែលយើងបានទទួលនៅប្រែទៅចប់អំពីការចំណាក់កំពង់នោះគឺប្រទេសស្រីអាចារ្យឡងដាក់ផងពីនេះ